Ê, khơi chân tích chỉ làm tại trò từ tại gì tới nhóm cho men ta cho lui bể đủ du khơi này khi nhóm bẹp nữa nè còn mọi khai khi nhóm ấy bị khai mình cái này rốt bạc chân đáy đó nha bẹp mũ hay bẹp mà nó khai cho mà chặt mình như chân từ tại đời xa tại giờ lăng tu sắp vì ở để đặt camera một cứ này khi nhóm đang tình chân tại mà đồn vì mơ hai cuối khai luôn ấy tam ấy tới trong video này còn để chẳng nom nè ở kia từ bẹp play chơi tam chữ ca năng ấy trong một sân chỉ chẳng đang tham đang trong chữ ca năng bên ấy cái khai chẳng nhóm đang nom nè ở kia từ bẹp tại mà đồn khơi canกับจริงจริงđangสงสัยcáiក្រុมคน Facebook នឹងចាប់ទីอะไรមកទៅក្រោយតែយើងនឹងជាចោមែនតើអីទៅកັບចាក់គ្នាអីចឹងណាតែចាក់ស្ដែងទៅមែនទេអធិស្ឋានណាក្រុមហ៊ុន Facebook គឺខ្ញុំនឹងទៅចការក្រូចហើយចការដែលមានផ្លែឈើជុំវិញនឹងទេពោពេញទៅដោយធម្មជាតិអញ្ចឹងដោយសារតែវីដេអូនេះគឺខ្ញុំបានថតនៅខែវស្សាអញ្ចឹងហើយខ្ញុំមានការខ្ជិលកាត់ខ្លាំងមែនតើអញ្ចឹងទៅក៏ទៅយកវាមកកាត់នឹងទេព្រោះថាកុំអោយម្លងវីដេអូដែលមានធម្មជាតិបែបហ្នឹងហើយត្រង់កន្លែងនេះអ្នកនរគ្នាមានដូចជាចការក្រូចហើយនេះគឺជាចំការម្រេចហើយចការម្រេចហ្នឹងស្លឹករបស់វាដូចស្លឹកភ្លូអ្នកនរគ្នាខ្ញុំអត់ដែលឃើញលើកទី1ដែលខ្ញុំឃើញណាអញ្ចឹងហើយក៏ចង់ថតចការម្រេចហ្នឹងឲ្យអ្នកនរគ្នាបានឃើញបានស្គាល់ទាំងលោកអ្នកខ្លះទៅគាត់អត់ស្គាល់អីចឹងណាមកចាំអ្នកខ្លះទៅគឺខ្ញុំនឹងឯងចាគឺខ្ញុំទៅលើកទី1ទេខ្ញុំមិនដែលឃើញម្រេចចការម្រេចអីបែបណាអីទេហើយមិនដឹងថាស្លឹកវានឹងបែបណាទេហើយអ្វីដែលសំខាន់គឺស្គាល់តែផ្លែរបស់វាដើមរបស់វាគឺអត់ដែលស្គាល់ទេអញ្ចឹងធ្លាប់តែគេថាឆាមឹកម្រេចខ្ចីធ្លាប់តែមឹកទុំអីច្រឡំម្រេចទុំអញ្ចឹងណាតែឡើងបាច់ទេឃើញហើយឃើញផ្ទាល់ហើយស្លឹកវាគឺដូចស្លឹកម្លូយាយគាត់ហូបម្លូអញ្ចឹងហើយចំណែកឯគ្រាប់ផ្លែរបស់វាផ្លែលក្ខណៈជាកញ្ចុំណាអ្នកគ្នានិយាយពីថាបើនិយាយរឿងដំណាំវិញគឺបើនិយាយពីផ្លែឈើវិញគឺតែ36មុខណាអ្នកគ្នាហើយសម្រាប់ផ្លែក្រូចនេះគឺ1គីឡូទៅតែប្រហែល1000អីទេហើយមួយថងហ្នឹងខ្ញុំទិញអស់តែ10000ជាងហ្នឹងផ្លេចបាត់ហើយកាលមុនប្រហែលជាអស់20000មកទៅមួយថងហ្នឹងហើយមិនត្រឹមតែមួយថងហ្នឹងទេណាទៅហូបល្មិចឆ្អែតអូជាតិវីតាមីន C ញាក់តែហ្មងមកវិញដល់លផ្អៀងខ្លួនហើយនេះគឺជាម្ចាស់ចំការអ្នកគ្នានៅខាងនេះគឺជាដីផ្ទះរបស់គេទេនេះឃើញដូចអញ្ចឹងអ្នកគ្នាបានឃើញទេគឺដីធំទលាយក្នុងម្នាក់អីហ្នឹងចង់មកហាត់ពីហាត់អីហ្នឹងឯងហើយដល់ពេលអញ្ចឹងទៅក៏អត់បាក់ទៅចកាយណាឆ្ងាយអីទេគាត់ដាំដំណាំផ្លែឈើអីខាងបន្លែប្លុកអីទៅតាមក្រោយផ្ទះរបស់គាត់អូអ្នកគ្នាយកទៅដាំអស់ហើយគឺថាធម្មជាតិសុទ្ធតែម្ដងណានៅខាងពួកខ្ញុំខាងនេះណាគ្មានជាតិគីមីគ្មានអីទេនិយាយរួមចាស់នៅស្រុកនេះគឺថាអាយុ100ឯណាយិនស៊ីនសុទ្ធតែម្ដងដូចអ្នកគ្នាបានឃើញអញ្ចឹងនេះគឺជាផ្លូវផ្ទះរបស់ខ្ញុំមានជីស្ទូកជីដជីសាឡាងជីស្អីចឹងហ្នឹងគេមានហៅសាឡាងទេខាងខ្ញុំគេហៅទូកហៅកណូតចាំបងប្អូនអ្នកគ្នាហៅអីខ្ញុំមិនដឹងទេតែខាងខ្ញុំនេះគេហៅកណូតប៉ុណ្ណឹងអាទូកធំនេះគេហៅកណូតហើយមើលខ្ញុំដប់អីវ៉ៃវ៉ាន់អូសួរថាខ្ញុំខ្លាចគ្មានខ្លាចទេស្អីទេអ្នកគ្នាហើយខ្ញុំភ័យខ្លាចតែក្មេងៗតែជីជាមួយខ្ញុំនេះណាគឺជាកូនបាក់របស់ខ្ញុំហ្នឹងឯងគេមកលេងជាមួយខ្ញុំណាមួយទៀតគឺគេចង់ស្ដាប់ឮសូរសំឡេងម៉ាស៊ីនកណូតនឹងឯងនេះម៉ាស៊ីនគេណាតែឲ្យអ្នកគ្នាបានឮសំឡេងតិចទៅនេះឯងជាម៉ាស៊ីនកណូតគេហ្នឹងហើយមកប៉ែតរបស់ខ្ញុំគេសប្បាយចិត្តគេបានមកលេងតែខ្ញុំម្ដងយីរួមទៅគឺ10 20ឆ្នាំហើយអ្នកគ្នាហើយនេះគេលើកជើងលើកដៃឡាប់សប្បាយគេមកវាកូនមួយណាលេខឡក់ដូចកូនក្មេងចឹងឯងយីរួមទៅពួកខ្ញុំតែចរិតដូចគ្នាទៅដើរជាមួយគ្នាត្រូវតែថាមិនដូចគ្នាទេគឺដើរជាមួយគ្នាត្រូវទេមិត្តភក្តិខ្ញុំម្នាក់ណាក៏ដូចម្នាក់ណាតែចង់មកលេងតែខ្ញុំតែខ្ញុំមិនដែលឲ្យមកពួកគាត់មកទេមិនមែនថាផ្ទះទូផ្ទះធំឬក៏ចិត្តចង្អៀតអីក៏អត់ទេយីរួមពួកខ្ញុំចិត្តទលាណាជាពិសេសមកឲ្យខ្ញុំនឹងឯងអូទលាណាអត់ថានរណាទៅអីគឺថាអុយនេះអុយនោះហើយខ្ញុំមិនចង់ឲ្យមិត្តភក្តិរបស់ខ្ញុំទៅលេងដោយសារតែផ្លូវវិវេទនីអញ្ចឹងហើយមិនចង់ឲ្យទៅទេវាខ្លាចរៀងលេងបានទៅទៀតហើយដោយសារតែមិត្តភក្តិខ្ញុំនេះវាចូលចិត្តធម្មជាតិដូចជាខ្ញុំដែរចឹងចរិតខ្ញុំនឹងវាគឺវាត្រូវគ្នាអញ្ចឹងហើយវាចង់ទៅទៀតមកដល់ផ្ទះអត់មានបានសម្រាប់ឲ្យបានតិចទេខ្ញុំឲ្យវាសម្រាប់នៅផ្ទះតែវាអត់ចូលចិត្តសម្រាប់ទេវាចង់មកតាមខ្ញុំអញ្ចឹងហើយក៏ឃើញយីតាដល់សិនកំសត់ក៏គេជូនលុយកាក់ឲ្យបន្តិចបន្តួចអញ្ចឹងទៅសាធុសូមឲ្យ friend រកទទួលទានមានបានលុយចូលឈប់